លោកប្តីហើយអ្វីបានជាបងនៅទីនេះប្តីលោកប្តីថឹមតែញើតនាងឃ្លានមនុស្សប្រុសឡើងបាត់ការចងចាំហើយមែនទេជួបអ្នកណាក៏ហៅថាប្តីលោកប្រធានប្រភេទមនុស្សដូចជានាងនេះជួបអ្នកណាក៏ហៅថាប្តីដែរប្រសិនបើមានការប៉ះពាល់ដល់លោកខ្ញុំសូមទោសចំនួននាងអ្នកណានិយាយថាប៉ះពាល់នាងមិនបាននិយាយផ្ដេសផ្ដាសទេខ្ញុំគឺជាប្តីរបស់នាងមិនអាចទេប្តីដែលរៀបការជាមួយនឹងថឹមតែញើកមិនអាចជាម្ចាស់ក្រុមហ៊ុនដែលមានតម្លៃរាប់សិបលានបានទេមិនអាចទេច្បាស់ណាស់ថាមិនអាចទេហើយអ្វីបានជាគេអាចតាក់ទងនឹងប្រធានក្រុមហ៊ុនបានទៅណាមឋានក្រែងបងធ្លាប់ជួបគេមែនទេឆាប់មើលគេទៅស្លាប់ហើយខ្ញុំអួតគេខ្លាំងពេកមិនដឹងទេថាម្ចាស់ក្រុមហ៊ុនមុខមាត់បែបណានោះថ្ងៃនេះខ្ញុំក៏ទើបតែជួបគេលើកទី1ដែររឿងនេះគឺបែបណាទៅបងនិយាយថាបងគ្មានឡានគ្មានផ្ទះគ្មានលុយហើយអ្វីបានជាបងខ្លាចជាម្ចាស់ក្រុមហ៊ុនឡុងសៀនបានទៅមិនមែនទេគឺមិនមែនទេខ្ញុំមិនមែនជាម្ចាស់ក្រុមហ៊ុនអ្វីដែលអ្នកនាងនិយាយទេខ្ញុំឮថាប្រពន្ធខ្ញុំមកជួបជុំមិត្តរួមថ្នាក់ខ្ញុំចាំនាងប៉ុណ្ណោះទេនៅបន្ទប់ជាប់នេះត្រូវហើយខ្ញុំនិយាយហើយខ្ញុំជួបម្ចាស់ក្រុមហ៊ុនមិនត្រឹមតែម្ដងទេប្រភេទមនុស្សដូចជាគេនេះបែរជាខ្លែងអត្តសញ្ញាណប្រធានក្រុមហ៊ុនឡុងសៀនខ្ញុំនិយាយហើយប្រធានក្រុមហ៊ុនឡុងសៀមហើយអ្វីនឹងអាចមើលមនុស្សស្រីដែលគ្មានបានការដូចជាគេបានទៅលើកលែងតែខ្វាក់ភ្នែកនាងមើលទៅខ្ញុំបាននិយាយហើយមនុស្សដូចជាគេបែរជាសម្ដែងធ្វើជាប្រធានក្រុមហ៊ុនខ្ញុំគាត់និយាយហើយថាគាត់មិនបានមកទេព្រោះមានការរវល់បែបនេះយើងខាតពេលក្នុងការបានជួបលោកប្រធានក្រុមហ៊ុនហើយពិតជាគួរឲ្យស្ដាយពិតមែនថឹមតែញើកនេះគឺជាមនុស្សប្រុសរបស់នាងមែនទេមិនមែនអ្នកក៏ទេនេះគឺជាប្តីខ្ញុំតុងហានស៊ូរក្សាមាត់នាងបន្តិចទៅដូចជាប្រធានក្រុមហ៊ុនខ្ញុំមានឈ្មោះថាតុងហានស៊ូឈ្មោះដូចគ្នាតែវាសនាខុសគ្នាម្នាក់គឺជាប្រធានក្រុមហ៊ុនរាប់ពាន់លានម្នាក់គឺជាអ្នកក្រថឹមតែញើតភ្នែករបស់នាងពិតជាខ្សោយខ្លាំងណាស់ប្រភេទមនុស្សដូចគេនេះមិនស័ក្តិសមជាមួយនឹងពួកយើងទេនាងហើយនឹងប្តីនាងពាក់ខោអាវតាមចិញ្ចើមថ្នល់ប្រសិនបើខ្ញុំមិនហ៊ានពាក់ចេញក្រៅឲ្យគេមើលងាយទេមើលទៅការប្រជុំមិត្តរួមថ្នាក់គឺដើម្បីមើលងាយប្រពន្ធខ្ញុំប្រសិនបើពួកនាងមិនទទួលខ្ញុំទេបែបនេះពួកយើងមិននៅទីនេះទេពួកយើងទៅមកក៏បានមកដល់ហើយអង្គុយទៅមានលុយឬមួយក៏អត់ពួកយើងក៏ជាមិត្តភក្តិនៅរៀនជាមួយគ្នាខ្ញុំអញ្ជើញញ៉ាំនៅទីនេះទៅអង្គុយទៅកុំក្រែងចិត្តអីពិតជាប្រុសស្អាតរបស់យើងចិត្តល្អណាមឋានបន្តិចទៀតនេះនៅពេលដែលហៅម្ហូបត្រូវតែហៅម្ហូបឆ្ងាញ់ប្តីប្រពន្ធក្រនេះបើកភ្នែកធំមើលនាងទៅដូចជាបែបនេះមិនដែលធ្លាប់បានញ៉ាំបង្កងរុស៊ីទេសុំទោសឲ្យបងមកកម្មវិធីឈួតឡប់នេះមិនអីទេបន្តិចទៀតបានឃើញពួកគេធ្លាក់ពីលើចុះក្រោមពិតជាគួរឲ្យចាប់បារម្ភណាស់សួស្ដីអ្នកទាំងអស់គ្នាសូមសួរថាអ្នកណាគឺជាអ្នកហៅម្ហូបឲ្យកុកសៀវនឹងសាយទៅប្រហែលជាគេបានមកហាងនេះជាច្រើនដងមិនមែនទេគ្រាន់តែមួយអាទិត្យ5ដងនោះទេអ្នកបំរើឲ្យមីនុយមកខ្ញុំហេតុអ្វីបានជាសុទ្ធតែភាសាអង់គ្លេសបែបនេះឲ្យខ្ញុំរបស់នេះសូមទោសលោកនេះគឺជាទីតាំងសន្តាគារពួកខ្ញុំលេងសើចទេឲ្យខ្ញុំហូបនេះមកនេះគឺជាឈ្មោះមេចុងភៅរបស់ខ្ញុំតាក់ឈ្មោះមេចុងភៅនៅទីនេះធ្វើអ្វីទៅធ្វើបែបនេះនឹងធ្វើឲ្យច្រឡំអតិថិជនហើយគ្រាន់តែហៅម្ហូបទេមានអីពិបាកទៅឲ្យខ្ញុំមើលហាងមួយនេះប្រភេទប្រទេសក្រៅអ្វីទៅមិនចូលអ្វីទាំងអស់អធិស្ឋានអ្នកនាងរើសហើយនៅបែបនេះឲ្យប្តីក៏របស់ថឹមទិញញើកបាក់មុខទៅអីយ៉ាខ្ញុំធុញទ្រាន់នឹងម្ហូបប៉ុន្មាននេះហើយនាងឲ្យមីនុយនេះទៅបរិសម្នាក់នោះទៅឲ្យគេជ្រើសរើសមិនត្រូវការទេច្បាស់ជាអ្នកក្រុមម្នាក់នេះមិនដែលចូលសាលាទេហេតុអ្វីនឹងយល់ពីភាសាអង់គ្លេសបានទៅ
ចាស់ស្មាយកាវីយ៉ាគូឌីងសូកូឡាម្ហូបសំខាន់ជាងគេគឺក្តាមសមុទ្រត្រូវតែយកមកពីញើសាឡែននិងសាច់គោកម្រិតទី5ឡើងអរគុណចាលោកប្រុសមើលទៅប្តីរបស់នាងត្រៀមរួចរាល់ហើយក្នុងការប្រជុំថ្នាក់របស់ពួកយើងប្រសិនបើណាំថានមានការជោគជ័យខ្លាំងបែបនេះអញ្ជើញពួកយើងញ៉ាំស្រាទៅលោកនៅជ្រើសរើសទៀតមែនទេហើយម្ហូបហើយនៅចង់ផឹកទៀតគឺពួកយើងមិនធ្លាប់បានផឹកទេត្រូវហើយគេឲ្យខ្ញុំមើលច្បាស់ភ្នែកនិងមិនសាកសមនៅអត្តសញ្ញាណរបស់ណាមថានគ្មានបញ្ហាទេនេះគឺជាសន្តាគាររបស់ក្រុមហ៊ុនឡុងសៀនខ្ញុំនៅមានមុខមាត់បន្តិចដែរចង់ផឹកអ្វីខ្ញុំគិតថារ៉ូមេនេកូនទីនីចំណែកឆ្នាំវិញគួរតែ50ឆ្នាំទើបសាកសមជាមួយនឹងអត្តសញ្ញាណរបស់លោកត្រូវទេលោកមានតែឆ្លៀតឱកាសនេះដើម្បីបានញ៉ាំឆ្ងាញ់ប៉ុណ្ណោះទេប្រសិនបើនិយាយបែបនេះហើយគេបានអញ្ជើញស្រាខ្ញុំហើយបែបនេះនាងនឹងចេញលុយក្នុងកម្មវិធីនេះទៅបើទោះយ៉ាងណានាងក៏មានប្តីដែលជាអ្នកធ្វើចំនួនដែរត្រូវទេចេញលុយក៏បានគ្រាន់តែហាងមួយពេលទេតែចំណាយប៉ុន្មានទៅអតិថិជនទាំងអស់គ្នាម្ហូបគឺត្រូវបានគ្រប់គ្រាន់ហើយអញ្ជើញញ៉ាំទាំងអស់គ្នាសាយកាបូបរបស់នាងគឺហាមេតមែនទេចំណែកក៏ខ្សែគឺបងការីខ្សែរបស់ខ្ញុំនេះគឺជាខ្សែថ្មីបំផុតរបស់បងការីនៅទូទាំងពិភពលោកមានតែ5តែប៉ុណ្ណោះនៅក្នុងដៃខ្ញុំនេះគឺមួយក្នុងចំណោមនោះពួកគេចាប់ផ្ដើមសម្ដែងហើយសាយនាងសំណាងពិតមែនពាក់ខ្សែដែលមានតម្លៃថ្លៃបែបនេះមានមនុស្សខ្លះអាចតែមើលរបស់នេះតាមទូរស័ព្ទតែប៉ុណ្ណោះទេឬមួយខ្ញុំដោះឲ្យនាងមើលណាគ្មានអ្វីចម្លែកទេអ្នកច្នៃម៉ូដបាននិយាយហើយមានតែអ្នកមានទេទើបយល់ពីគ្រឿងតុបតែងនាងមិនអាចដឹងពីរឿងទាំងនេះទេអីយ៉ាធំទិញញើបនាងដឹងថាកាបូបរបស់ខ្ញុំគឺជាអ្វីទេនេះគឺជាហាមេតហាងលេខ2ក៏មានតម្លៃរាប់ពាន់ដែរសាយនាងមើលទៅមានប្រឡាក់ស្រាទេស្បែកនេះគឺមានតម្លៃថ្លៃណាស់ខ្សែក៏ខ្ញុំនៅទីណាក្រែងអំបាញ់មិញនេះក្រែងនាងបើកឲ្យត្រឹមទិញញើបមើលមែនទេថឹមទិញយកនាងឆាប់ប្រគល់ខ្សែក៏នោះឲ្យសាយវិញទៅខ្ញុំមិនទាន់បានប៉ះពាល់អ្វីនាងទេគ្មានអ្វីពាក់ព័ន្ធនឹងការលួចទេទី2គឺនាងជាអ្នកមកបុកវាដោយនៅខ្លួនឯងកាបូបនាងត្រូវនឹងស្រាក៏គ្មានពាក់ព័ន្ធនឹងខ្ញុំដែរស្លាប់មកដល់ហើយនៅរឹងមាត់ទៀតមែនទេនាងដឹងថារបស់ទាំងនេះថ្លៃយ៉ាងណាទេនាងធ្វើការពេញមួយជីវិតក៏មិនអាចសងបានដែរខ្ញុំថានាងនៅពេលដែលចតអ្នកអតីគួរតែមានភស្តុតាងដែរលួចឬមួយក៏អត់មើលកាបូបរបស់ថឹមទិញញើបទៅដឹងហើយស្ដាប់បាននៅថឹមទិញញើបណាមថានគេបាននិយាយហើយយកកាបូបនាងមកអ្នកអតីមិនទាន់អនុញ្ញាតបែរជាលូកកាបូបរបស់គេនេះគឺល្មើសច្បាប់ខ្ញុំឃើញថាច្បាស់នាងជាអ្នកលួចប្រសិនបើមិនដូច្នោះទេហេតុអ្វីនាងមិនឲ្យយើងឆែកទៅខ្ញុំមិនខ្វល់ពីច្បាប់ទេរបស់ខ្ញុំបាត់ខ្ញុំត្រូវតែឆែកឲ្យបានល្អខ្លាំងណាស់ថឹមទិញញើបតាមពិតនាងលួចពិតមែនខ្ញុំបាននិយាយហើយគឺនាងជាអ្នកលួចនាងប្រច័ណ្ឌច្រណែនខ្ញុំមិនបានលួចមើលទៅមនុស្សប៉ុន្មានអ្នកនេះមិនដោះលែងឲ្យប្រពន្ធខ្ញុំទេលែងដៃចង្រៃឯងភ្លាមទៅនៅរឹងក្បាលខ្ញុំគួរតែបែកគ្នាជាមួយនឹងមនុស្សដូចនាងតាំងពីយូរហើយពិតជាគួរឲ្យស្អប់មែនឯងមានសិទ្ធិអ្វីវាតម្លៃប្រពន្ធខ្ញុំនិយាយឲ្យសាកសមបន្តិចការពារមែនទេប្តីប្រពន្ធឯងទាំងពីរនេះចង់យករបស់ខ្ញុំទៅលក់ត្រូវទេមានចោលអ្នកទាំងអស់គ្នាឆាប់ពិនិត្យរបស់មានតម្លៃទៅថាបាត់អត់ថឹមទិញញើបមិននឹកស្មានថានាងគឺជាមនុស្សបែបនេះដំបូងខ្ញុំមិនយល់ព្រមជាមួយនាងគឺជាការត្រឹមត្រូវសងលុយលើកជង្គង់ចុះសុំទោសថឹមទិញញើប
អារម្មណ៍នៅពេលដែលថ្នាំ Turns Off គឺវាយ៉ាងម៉េចអ្នកណាយកចិត្តទុកដាក់នឹងគេទៅបើទោះយ៉ាងណាឆ្នាំនោះគឺគេទេជាអ្នកមកសុំខ្ញុំនោះចំណែកខ្សែរបស់នាងហេតុអ្វីចូលមកកាបុកខ្ញុំមិនច្បាស់ខំទិញញើបឆ្នាំនោះព្រោះតែនាងមិនច្បាស់លាស់ទើបខ្ញុំមិនឲ្យនាងតាមស្រឡាញ់ខ្ញុំពេលនេះនាងចង់តង់ខ្ញុំបែរពីនិយាយចោទប្រកាន់ឲ្យខ្ញុំវិញត្រូវទេនាងគឺជាមនុស្សបែបនេះទៅមិនដល់គោលដៅបែរជាត្រឡប់មកទម្លាក់កំហុសឲ្យអ្នកដទៃពេលនេះបែរជាចោទប្រកាន់ខ្ញុំហើយទើបតែចាប់ផ្ដើមប្រជុំថ្នាក់អ្នកទាំងអស់គ្នាបានមកធ្វើបាបខ្ញុំប្រសិនបើពួកនាងមិនលេងអាក្រក់តើអ្នកណាទៅមនុស្សដូចជានាងនេះគឺដេកជាមួយនឹងមនុស្សប្រុសរាប់រយនាក់តើលោកត្រូវការមនុស្សសិតដូចជានាងទេគេនឹងមិនយល់ច្រឡំពីខ្ញុំទេមែនទេហានស៊ូត្រូវដោះស្រាយរឿងម្ដងមួយប្រសិនបើពួកនាងមានគំនិតធំបែបនេះចំពោះប្រពន្ធខ្ញុំមនុស្សដែលធ្វើជាប្តីដូចខ្ញុំនេះច្បាស់ជាយកមុខមាត់បន្តិចឲ្យប្រពន្ធខ្ញុំហើយខ្ញុំបានលើរឿងដែលលោកបាននិយាយហើយសំណាងដែរដែលខ្ញុំបានអញ្ជើញសាក្សីនៅឆ្នាំនោះមកទីនេះហើយលោកមិនមែនជាមិត្តរួមថ្នាក់របស់ពួកយើងទេតែអ្វីបានជាលោកដឹងពីរឿងនៅឆ្នាំនោះគឺជាប្រពន្ធរបស់ខ្ញុំត្រូវតែដឹងអត់ច្រើនពីនាងហើយអីយ៉ានេះគឺជាមិត្តភក្តិក្បែរថ្នាក់របស់យើងពិតមែនណាមិត្តនៅក្បែរថ្នាក់មិនបាច់ត្រូវការចូលទេលោកឆាប់ចេញក្រៅទៅចាំគេនិយាយឲ្យហើយទៅក៏មិនទាន់យឺតពេកដែរអ្នកដែលនិយាយផ្ដេសផ្ដាស់គឺជាគេឯងកុំនិយាយផ្ដេសផ្ដាស់មានមនុស្សស្រីជាច្រើនបានបង្ហោះនៅក្នុងអ៊ីនធឺណិតយូរណាស់មកហើយអ្នកទាំងអស់គ្នាអាចបើកទូរស័ព្ទមើលបានរឿងអាម៉ាស់របស់ឡុងសៀនរូបភាពដែលថតជាមួយនឹងគេបបប្រាស់មនុស្សស្រីជាច្រើននឹងលុយរបស់មនុស្សស្រីលុយមានចំនួនរហូតដល់រាប់លានតាក់ទងជាមួយនឹងមនុស្សស្រី5នាក់ក្នុងពេលតែមួយអ្នកដែលត្រូវរងគ្រោះមានរហូតដល់30នាក់មនុស្សសម្មានថាគឺជាមនុស្សឈួតបែបនេះសោះឆ្នាំនោះគឺគេទេជាអ្នកមុខក្រាស់សារភាពស្នេហ៍ជាមួយនឹងថឹមទិញញៀវខ្ញុំឈរនៅក្បែរនោះឃើញច្បាស់ណាស់នាងគ្រាន់តែជាជនរងគ្រោះម្នាក់ទេប្រសិនបើមិនដូច្នោះទេត្រូវគេបោកប្រាស់មិនខានទេឯងនិយាយផ្ដេសផ្ដាស់ខ្ញុំសង្ហាបែបនេះហេតុអ្វីនឹងត្រូវគេបដិសេធបានទៅបងប្រុសលោកមិនសង្ហាទេលោកអាក្រក់ណាស់សក់ខ្ញុំពិតជាបើកភ្នែកមើលច្បាស់ពិតមែនមិននឹកស្មានថាគេអាក្រក់បែបនេះទេបើតាមខ្ញុំប្រភេទមនុស្សដូចជាលោកនេះមិនស័ក្តិសមធ្វើជាមនុស្សរបស់ក្រុមហ៊ុនឡុងសៀមទៀតទេតើលោកជាអ្វីទៅនិយាយថាដេញគឺដេញមែនទេបើទោះជាខ្ញុំទំពេកក្បាលក៏មានជាងលោកដែរឯងស័ក្តិសមតែជូតស្បែកជើងឲ្យយើងទេ3 2 1ឯងត្រូវបានដេញចេញហើយលោកប្រធានទេមកខ្ញុំប្រហែលជាចង់ដំឡើងតំណែងឲ្យខ្ញុំហើយចង់ដេញខ្ញុំពិតជាពិបាកខ្លាំងណាស់អាឡូលោកប្រធាន